នេះបងប្អូនចំណុចទី1នៅចំកណ្ដាលនេះយើងយកប្រេងកាឡាហើយយើងរត់តិចតិចយើងឆ្លីតិចតិចហ្នឹងណាបន្ទាប់មកទៀតគឺយើងអធិស្ឋានគាត់ហើយយើងទប់បែបនេះបងប្អូនឃើញទេតែសូមបញ្ជាក់នេះយើងរុញទៅលើវិញ1 2 3គឺការធ្វើថ្នមយឺតមួយអញ្ចឹងដល់ពេលដែលគាត់ចុករយគាត់ចង់តែកាច់ទេកន្លែងនេះគឺជាចាក់មកចំណុចនេះឯងអញ្ចឹងបងប្អូនធ្វើការម៉ាស្សាបែបនេះ2នាទីរត់អស់ហើយយើងធ្វើមកចំណុចទៀតបងប្អូនគឺនៅផ្នែកចំហៀងនេះអញ្ចឹងយើងយកប្រេងកាឡាដដែលយើងឆ្លីតិចមកបានអញ្ចឹង3 4ចំណុចនេះគឺល្អខ្លាំងសម្រាប់អ្នកដែលចុករយកដោយសារតែមានបងប្អូនពុកម៉ែសំណុំពរខ្ញុំច្រើនមែនតើឲ្យខ្ញុំធ្វើម្ដងទៀតឲ្យកាន់តែច្បាស់ហើយវីដេអូនេះគឺច្បាស់ហើយបងប្អូនអាចឃើញហើយអាចធ្វើការម៉ាស្សាតិចបានដោយសារតែចំណុចកបើយើងធ្វើខ្លាំងពេកក៏អត់បានដែរបងប្អូនគឺយើងធ្វើការយឺតតិចបែបនេះហើយធ្វើមកចំណុចទី1ទី2ហើយទី3នេះកន្លែងនេះមើលទេបងប្អូនឃើញនេះចំណុចនេះអញ្ចឹងយើងទប់គាត់តិចដែរយើងសកត់ទៅលើទី1 2 3 4 5បងប្អូនដែលឈឺចុករយតិចពេលធ្វើបែបនេះក៏បានស្រឡះហ្មងតែបើសិនជាយើងជាប់ខ្លាំងបងប្អូនអាចមកធ្វើការព្យាបាលបានបន្ទាប់មកយើងធ្វើ1 2 3រួចអស់ហើយចំណុចដែលបងប្អូនគួរធ្វើមានទី4ទី5ថ្ងៃនេះគឺប្លែកហ្មងនេះបងប្អូនជុំវិញទាំងអស់នេះបានន័យថាយើងទប់គាត់បែបនេះហើយបងប្អូនគឺយើងរុញទៅលើរុញ1យើងបដិញណា2 3 4 5 1 2 3 4 5 1 2 3 4 5បងប្អូនឃើញនេះគឺល្អខ្លាំងមែនតើបើសិនជាយើងឈឺរយជាប្រចាំហាមកាច់ណាបងប្អូនយើងអាចធ្វើការឆ្លីម៉ាស្សាតិចបែបនេះមកស្រឡះហើយតែនៅសល់មួយចំណុចចុងក្រោយបងប្អូនយកប្រេងកាឡារឹតនៅតំបន់កគាត់បែបនេះយើងលើកនឹងចុងបញ្ចប់ដោយសារតែយើងអត់ដោះកន្លែងនេះក៏អត់ធូរដែរដោយសារតែកន្លែងនេះគឺច្រើនចង់កាច់ឲ្យរយមកផ្នែកខាងលើអញ្ចឹងយើងទៅធ្វើម៉ាស្សាកន្លែងនេះបន្ថែមទៀតបងប្អូននេះបរិវេណអស់នេះយើងទប់គាត់ឲ្យជាប់ចឹងមកហើយយើងរុញគាត់ចេញមកគួយនេះស្រួលហើយស្រួលមកនេះដែលចុករយកបងប្អូនយើងចាប់គាត់ឲ្យជាប់ចឹងណាហើយយើងធ្វើការម៉ាស្សារុញទៅលើយឺតបែបនេះហើយអញ្ចឹងនៅពេលដែលយើងឈឺយើងបានម៉ាស្សាតិចទៅធ្វើឲ្យយើងបានធូរភ្លាមហ្មងហើយវិធីសាស្ត្រនេះ3 4ចំណុចនេះល្អខ្លាំងមែនតើជាតិចនិចមួយដែលបងប្អូនអាចមើលបានហើយធ្វើតាមនឹងទៅនឹងបានប្រសើរច្រើនហើយសម្រាប់ការដែលឈឺរយកឈឺតិចបើសិនជាឈឺខ្លាំងណាបងប្អូនរកកន្លែងព្យាបាលតែបើយើងឈឺមុំដែរទេយើងអាចធ្វើការសម្រួលតាមនឹងទៅល្អហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការជួយចិត្តវីដេអូនេះអូស្រឡះភ្លាមហ្មងស្រឡះភ្លាមហ្មងហ្មងអូខេ